តោះបងប្អូនទាំងអស់គ្នាចាំតាមដានឡានមួយគ្រឿងនេះនៅក្នុងចុងវីដេអូក៏ប៉ិតនេះទ្វា1ទ្វា2និងស្ពណ៌ម្ដុំខាងបងប្អូននឹងដាក់បង្ហាញនៅក្នុងចុងវីដេអូឲ្យបងប្អូនទាំងអស់គ្នាបានឃើញហើយឡានមួយគ្រឿងនេះខាងបងប្អូននឹងថតសកម្មភាពឲ្យបងប្អូនទាំងអស់គ្នាបានឃើញទាំងអស់អរគុណច្រើនអត់ដើរហ្នឹងអូដើរតា បងប្អូនដោះស្តិចចូលមកកន្លែងខាងបងប្អូនដោះស្តិចបងប្អូនមិនមើលមិនថាឡានសេរីអីត្រូវដោះចេញទាំងអស់ហ្មងបងប្អូនទាំងអស់គ្នាមកបណ្ឌិតមើលទ្វារ electric ដែលខាងបងប្អូនមកបង្ហាញនៅដើមវីដេអូឲ្យបងប្អូនទាំងអស់គ្នាបានឃើញបងប្អូនបណ្ឌិតមើលមកបានប្រមាណភាគរយទ្វារហ្នឹងនេះគឺមើលអត់ដឹងហ្មងឃើញស្អាតភ្លឹងដូចដើមហ្មងហើយពណ៌ទៀតហ្នឹងពណ៌ក៏វាយឡើងមកស្មើស្អាតដែរក៏វាមានស្នាមឆ្កូតវគ្គនេះដល់ពេលអញ្ចឹងទៅវាឃើញស្នាមឆ្កូតទាំងមើលទៅវាឃើញច្បាស់បន្តិចប៉ុន្តែបើទ្វារគឺស្អាតហើយទ្វារក្រោយនេះវាបានមកវិញដែរប៉ុន្តែវាចូលជ្រៅហិចសាច់ដែរអញ្ចឹងវាអាចនឹងឃើញស្នាមប៉ោងបន្តិចទ្វារក្រោយនេះប៉ុន្តែក៏សម្រាប់តែខាងអូនបង្ហាញឲ្យបងប្អូនគឺទ្វារមុខនេះស្អាតភ្លឹងណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានបញ្ហាឡានកពិតចង់យកឡានមកតោនស្ងួតអាចតាក់ទងមកខាងបងប្អូនបានអរគុណច្រើន